ដើរខុសវាគឺជាកំហុសរបស់យើងហើយតែយើងសំខាន់យើងត្រូវសិក្សាពីកំហុសហ្នឹងយើងទទួលស្គាល់រាល់កំហុសដែលយើងបានសាងមកចាទទួលស្គាល់គ្រប់យ៉ាងដែលចូលមកក្នុងជីវិតរបស់យើងហើយយើងត្រូវតែរៀនសិក្សាពីកំហុសហ្នឹងហើយការដែលស្គាល់ខ្លួនឯងគឺសំខាន់ខ្លាំងមែនទែនបងប្អូនពេលដែលយើងស្គាល់ខ្លួនឯងយើងអស់ភាពពិបាកចិត្តអស់ការខឹងស្អប់ចំណែនតូចចិត្តចាខ្វល់ខ្វាយពីពាក្យសម្ដីគេមើលមកយើងបែបណាចានិយាយទៅយើងបាត់បង់អស់លេងភាពភ័យខ្លាចមានតែភាពក្លាហានភាពជឿជាក់មកនឹងគោលដៅរបស់យើងឯងបងប្អូនអញ្ចឹងបងប្អូនបោះបង់ចោលនៅក្តីសម័យរបស់យើងកុំបោះបង់ចោលនៅគោលដៅរបស់យើងចារាល់បទពិសោធន៍វាធ្វើតែជាមេរៀនមួយសម្រាប់យើងឲ្យយើងអភិវឌ្ឍខ្លួនឲ្យយើងអាប់ដេតដើម្បីឡើងទៅធំជាងនឹងល្អជាងនឹងអស្ចារ្យជាងនឹងបងប្អូនត្រូវតែលើកទឹកចិត្តខ្លួនឯងគ្រប់ពេលគ្រប់វេលាដល់តម្លៃឲ្យខ្លួនឯងសរសើរខ្លួនឯងចារឿងគ្រប់យ៉ាងគឺយើងជាអ្នកបង្កើតមកបានអញ្ចឹងយើងក៏ជាអ្នកដោះវាដែរចាចំពោះអតីតកាលដែលយើងកើតឡើងមកហើយយើងមិនអាចទៅកែកុំវាបានទេមានតែផ្លេចចោលបន្តដំណើរទៅមុខទៅខាងថ្ងៃមុខមានរឿងល្អៗនៅរងចាំយើងការសរសើរខ្លួនឯងការនិយាយលើកទឹកចិត្តខ្លួនឯងមិនថាខ្លួនឯងឬក៏អ្នកជុំវិញខ្លួនយើងទេដែលយើងស្គាល់ទេត្រូវនិយាយការពាក្យល្អៗវិជ្ជមានចាការលើកទឹកចិត្តរឿងល្អៗនិយាយតែរឿងល្អៗនិយាយទៅធ្វើម៉េចឲ្យយើងមានអារម្មណ៍ល្អនៅគាត់ច្បាប់សុខទាញនេះដែលធ្វើឲ្យខ្ញុំមានផ្លូវចិត្តមួយដ៏រឹងមាំមានភាពក្លាហានមានភាពជឿជាក់បើសិនណាជាខ្ញុំអត់មានច្បាប់សុខទាញហ្នឹងទេគឺខ្ញុំអត់ដឹងថាខ្ញុំត្រូវក្លាហានហិចជួបបងប្អូនអញ្ចឹងអត់ទេចាតែដោយសារខ្ញុំអនុវត្តទៅខ្ញុំទទួលបានសេចក្តីសុខបានអារម្មណ៍ល្អភាពក្លាហានភាពជឿជាក់ចាអញ្ចឹងខ្ញុំស្ដាប់វីដេអូរបស់បងប្អូនប្រុសសំណាង7ជំហាន3សំណួររបស់លោក Tommy Robin ចាដែលខ្ញុំអាចផ្លាស់ប្ដូរខ្លួនឯងបានខ្ញុំមានភាពក្លាហានជាងមុនខ្ញុំមានភាពជឿជាក់ចាអញ្ចឹងហើយ7ជំហាន3សំណួរហ្នឹងរបស់លោក Tommy Robin ដែលខ្ញុំស្ដាប់បានហ្នឹងខ្ញុំចែកយើងស្ដាប់អាហ្នឹងហើយយើងធ្វើឲ្យយើងមានភាពក្លាហានណាមានភាពជឿជាក់លើខ្លួនឯងជឿជាក់លើគោលដៅយើងមានភាពក្លាហានហ៊ានចេញធ្វើវីដេអូហ៊ានចេញអីអញ្ចឹងចែកទៅជូនបងប្អូនតែម្ដងចាអរគុណបងប្អូនអរគ្នាតែក្តីស្រឡាញ់